តឡាការកំពូលសម្រាប់វាស់ដីឲ្យលោករងឈុនដើរនិងដកហូតសិទ្ធិនយោបាយ5ឆ្នាំអ្នកច្បាប់ថាការដកសិទ្ធិនយោបាយគឺជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិទាហានថៃបានលើកទង់ជាតិថៃនៅលើកំពូលភ្នំ323ដែលជាទឹកដីខ្មែរក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបងនាយករដ្ឋមន្ត្រីថៃថាមិនហ៊ាននិយាយរឿងបើកព្រំដែនវិញទេខ្លាចពលរដ្ឋថៃរករឿងមេខ្លោងឆប់បោកអនឡាញម្នាក់ទៀតជាចិនមានសញ្ជាតិខ្មែរត្រូវកម្ពុជាចាប់បញ្ជូនទៅចិនវិញសារអំពាវនាវរបស់ខ្មែរក្រៅប្រទេសឲ្យចុះឈ្មោះបោះឆ្នោតឬសមាជិកសភាខ្មែរក្រៅស្រុកដើម្បីដោះស្រាយបញ្ហាកម្ពុជាពលរដ្ឋឆ្ងល់ដូចជាមិនទាន់ឃើញឬក៏មិនទាន់ឮមានចំណាត់ការអីសោះរឿងការម៉ៅការសំណងខុសច្បាប់របស់លោកណនសីហាប្រព័ន្ធឃោសនិករដ្ឋាភិបាលកម្ពុជាកំពុងតែបំពុលព័ត៌មានឲ្យពលរដ្ឋយល់ខុសពីមួងណារ៉េតជុំវិញការពហិការទំនិញថៃនិងជនបរទេសឱកាសនិយមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពអាមេរិកអ៊ីរ៉ង់ដែលគ្រោងធ្វើនៅប្រទេសស្វីសត្រូវបានលុបចោលតើអាចផ្ទុះសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីធំជាងមុនឬទេក្រោយអ៊ុយក្រែនវាយប្រហារដោយដ្រូនផ្ទួនដល់រុស្ស៊ីនៅរាត្រីនេះដែរខ្ញុំក៏ឆ្លៀតឱកាសនេះនិយាយអំពីករណីគិតខ្លីរបស់ក្មេងៗនិងបញ្ហាសង្គមគ្រួសារតើត្រូវដោះស្រាយយ៉ាងណាបាទព្រោះអីមានករណីក្មេងស្រីម្នាក់ដែលបានសម្រេចគិតខ្លីដោយលោតទឹកសម្រាប់ខ្លួនហើយបន្សល់ទុកនៅលិខិតប៉ុន្មានទំព័រសម្រាប់ក្រុមគ្រួសារតើជាបទពិសោធន៍ជាមេរៀនអ្វីខ្លះដែលខ្ញុំនឹងលើកយករឿងនេះជាករណីសង្គមហើយយកមកជជែកគ្នាដើម្បីថាតើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះដើម្បីអាចរកដំណោះស្រាយបញ្ហានេះជាជាងការស្ដីបន្ទោសក្រុមគ្រួសារឬឪពុកម្ដាយឬក៏អ្នកណានោះតើអ្វីដែលជាឫសគល់នៃបញ្ហានៃការគិតខ្លីរបស់ក្មេងៗហើយតើអ្វីដែលជាអាចជាដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះបានបាទក្នុងយុគនេះគឺអាចវែងអញ្ចឹងហើយបងប្អូនតែឥឡូវនេះរឿងទី1ទៅមុនឬទី1នេះគឺជារឿងរកម្មចិត្តណាស់បងប្អូនមែនតើទៅគឺជារឿងកាន់ទុករបស់កម្ពុជាទៀតហើយអារឿងបាត់ដីគឺជារឿងមួយកាន់ទុកគ្មានថ្ងៃដែលឈប់ទេប៉ុន្តែអារឿងបាត់សិទ្ធិសេរីភាពសិទ្ធិនយោបាយសិទ្ធិដើរហើរសិទ្ធិបញ្ចេញមតិហើយដែលត្រូវរដ្ឋបិទសិទ្ធិនយោបាយរបស់អ្នកនយោបាយនេះគឺជាការកាន់ទុកមួយដ៏ធំទៀតសម្រាប់ប្រទេសកម្ពុជានៅលើពិភពលោកព័ត៌មាននេះគឺផ្អើលក៏ក្រើកហើយកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែននេះអត់ដែលខកខានសូម្បីតែមួយវិនាទីណានៅក្នុងការអង្រួនពិភពលោកឲ្យភ្ញាក់ផ្អើលនឹងរឿងភាពផ្ដេសផ្ដាសរបស់យើងណាបងប្អូនមិនមែនយើងទៅអង្រួនពិភពលោកឲ្យយល់អំពីថាអូឥឡូវទេសចរយើងអស្ចារ្យវិស័យការបរទេសយើងនឹងគឺសម្បើមសិទ្ធិមនុស្សនឹងក៏ល្អប្រជាពលរដ្ឋនឹងមានសេចក្តីសុខសុភមង្គលរស់នៅក្នុងសុខសន្តិភាពដ៏អស្ចារ្យគួរឲ្យកត់សម្គាល់អត់ដែលមានទេគឺយើងមានតែទៅប្រាប់គេអំពីងើបមួយវាយមួយធ្វើឲ្យក្រុមហ៊ុនមេតាអីចឹងមករករឿងបិទ Facebook របស់លោកហ៊ុនសែនរឿងអំពើហិង្សារឿងពលកម្មដោយបង្ខំចាប់រឿងកម្មករជិះឡានដូចដឹកជ្រូកដឹកកបីបុកគ្នាម្ដងស្លាប់10 20នាក់រឿង scam online រឿងអំពើពុករលួយរឿងរំលាយគណៈបកសង្គ្រោះជាតិរឿងនិយាយទៅរឿង100មុខដែលសហគមន៍អន្តរជាតិគេដឹងមួយថ្ងៃទៅមួយថ្ងៃគួរឲ្យមានរឿងអីប្រសើរអត់ខ្មែរយើងជាប់ឈ្មោះលំដាប់ពិភពលោករឿងគេហៅវាលពិឃាតខ្ញុំជាខ្មែរឈឺចាប់ឲ្យណាម្នាក់ស្គាល់ស្រុកខ្មែរថាជាវាលពិឃាតនឹងឈឺចាប់ហ្មងខ្មែរមិនមែនអញ្ចឹងទេខ្មែរមានសូម្បីតែវាលពិឃាតហ្នឹងក៏យើងជាជនរងគ្រោះនៃអ្នកអំពើអ្នកនយោបាយស្មោកគ្រោកតាហេតុអីបានជាឲ្យតែឃើញអ្នកណាមកពីខ្មែរថាមកពីវាលពិឃាតខ្ញុំឈឺចាប់មែនតើរឿងហ្នឹង25ឆ្នាំ28ឆ្នាំមុនពេលដែលខ្ញុំទៅលេងប្រទេសសង្ហបុរីជាលើកដំបូងទៅដល់ជនជាតិសង្ហបុរីពេលដែលខ្ញុំកំពុងជិះឡានហ្នឹងអ៊ំយាយចាស់ម្នាក់ដែលគាត់អ៊ំប្រុសចាស់ម្នាក់ដែលគាត់សួរខ្ញុំថាមកពីណាហើយខ្ញុំថាមកពីស្រុកខ្មែរស្រុក
មកពីកម្ពុជាគាត់ថាកម្ពុជា killing field គឺវាពិឃាតអញ្ចឹងហ្មងហើយខ្ញុំក៏បានពន្យល់ថាមិនមែនទេអានឹងតាំងពីយូរហើយកម្ពុជាមិនមែនវាពិឃាតទេខំពន្យល់គេពាក់អាវរូបអង្គរវត្តទៅជិះឡានក្រុងនៅសង្ហបុរីហ្នឹងពាក់អារូបអង្គរវត្តហ្នឹងអាវល្អអីហ្នឹងគឺមិនពាក់ពាក់បង្ហាញអំពីអង្គរវត្តជាគេដំណើរគេដូនតារបស់ខ្មែរហ្នឹងចង់ប្រាប់គេថាមកលេងអង្គរវត្តខ្ញុំផងស្គាល់អង្គរវត្តខ្ញុំអត់ទៅថៃហ្នឹងក៏អញ្ចឹងដែរថៃរើសអើងខ្មែរប៉ុណ្ណាទៅលេងថៃម្ដងកាលមុនហ្នឹងពាក់អាវអង្គរវត្តពាក់អីហ្នឹងគឺថាដូចជាសបាយមានរូបបាយ័នតាព្រំអីហ្នឹងគឺចង់អួតគេប្រាប់ថាខ្ញុំមានអង្គរវត្តអីទេកុំឲ្យគេយល់ខុសប៉ុន្តែយើងជួយយ៉ាងម៉េចមេដឹកនាំក្រោយហ្នឹងមកគឺធ្វើឲ្យកម្ពុជានៅតែវាលពិឃាតហ្នឹងណារបៀបដឹកនាំរដ្ឋហ្នឹងធ្វើឲ្យយើងនៅតែវាលពិឃាតនៅតែកន្លែងធ្វើបាបគ្នាកន្លែងធ្វើទុកបុកម្នេញគ្នាកន្លែងងើបមួយវាយមួយកន្លែងបែកបាក់ជាតិកន្លែងអូយយើងចង់ស្ដារចង់អីឲ្យខ្មែរយើងត្រូវរើជានីគ្នាជាពិសេសបងប្អូនខ្មែរដែលមករស់នៅស្រុកអាមេរិកនៅអូស្ត្រាលីកាណាដាត្រូវការផ្សះផ្សាផ្លូវចិត្តដើម្បីឲ្យដឹងថាខ្មែរយើងអស់សង្គ្រាមខ្មែរយើងលែងបែកបាក់អត់ខ្លោចផ្សាយាយចាស់ជួនកាលអាយុ100ឆ្នាំជាងហើយនៅតែខ្វល់គិតពីរឿងសុខទុក្ខសុខខ្មែរអត់ដែលស្បើយមួយថ្ងៃសោះដោយសាររបៀបដឹកនាំរដ្ឋអស់លោកប្រពុតបែបនេះគឺអស់លោកប្រពុតអំពើបាបណាស់ចុះនរកខ្ញុំមិនដឹងទេព្រោះអីធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខខ្លោចផ្សាគ្មានទីបញ្ចប់ដែលកម្ពុជាមិនគួរណាអកុសលអញ្ចឹងសោះព្រោះយើងឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ចំនួនហើយមកដល់ម៉ោងនេះគួរតែរស់នៅផ្សះផ្សាគ្នាសាមគ្គីគ្នាស្រឡាញ់គ្នាល្អោកល្អើនកុំវាយមួយងើបមួយកុំចាប់អ្នកនេះដាក់គុកដាក់ច្រវាក់បំផ្លាញគ្នាកំតិចគ្នារហូតតតែយើងបែកបាក់ជាតិអស់ដល់ទៅពេលបរទេសមកឈ្លានពានយើងអត់មានកម្លាំងទប់គេបាត់ដីអស់62កន្លែងទៀតបាទឥឡូវតកតនឹងរឿងលោករងឈុននេះគឺវាជារឿងមួយដែលតាមរយៈដីកាឬក៏សេចក្តីសម្រេចរបស់តុលាការខ្ញុំចង់អានសេចក្តីសម្រេចរបស់តុលាការនេះឲ្យបងប្អូនបានឃើញសិនហើយចាំខ្ញុំពន្យល់បកស្រាយម្ដងមួយសាលឬក៏សេចក្តីសម្រេចរបស់តុលាការនេះគឺមាន3ទំព័រមាន2ទំព័របាទមិនមែន3ទំព័រទេប៉ុន្តែចាំខ្ញុំអានហើយខ្ញុំនឹងដកស្រង់មតិប្រជាពលរដ្ឋគ្រប់ទិសទីតាក់ទងនឹងបញ្ហាផ្លូវច្បាប់ហើយនឹងការសម្រេចរបស់តុលាការនេះហេតុអីបានជាសម្រេចនេះខ្ញុំនឹងឲ្យការវិភាគសង្កេតរបស់ខ្ញុំតាក់ទងនឹងរឿងនេះដែរនេះគឺជាសេចក្តីសម្រេចរបស់តុលាការកំពូលដែលចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026សេចក្តីសម្រេចនេះគឺមានអ្នកក្រុមប្រឹក្សាជំនុំជម្រះដែលសម្រេចហ្នឹងមានលោកស្រីចាំងស៊ីណាតដែលជាប្រធានជំនុំជម្រះលោកយ៉ាសុខនដែលជាចៅក្រមលោកគង់តារាឆាតជាចៅក្រមសែមសកូឡាជាចៅក្រមនិងជាសុខហៀងជាចៅក្រមបាទនៅក្នុងការកាត់ក្តីនេះគឺមានចៅក្រម5រូបហើយមានចៅក្រមរបាយការណ៍ហ្នឹងគឺមានលោកជំទាវសែមសកូឡាដដែលហ្នឹងហើយនឹងលោកលឹមសុបុនមីដែលជាកលាបញ្ជីឥឡូវនេះគឺសេចក្តីសម្រេចនេះមានដូចតទៅគឺបើខ្ញុំអានសេចក្តីសម្រេចតែម្ដងទៅកុំឲ្យថាអានអានេះទៅវាវែងឆ្ងាយពេកសេចក្តីសម្រេចទី1បដិសេធផ្នែកខ្លះនៃបណ្ដឹងសារទុក250ចុះថ្ងៃ22មេសាឆ្នាំ2026របស់លោកជួងជងីជាមេធាវីទទួលសិទ្ធិនៅក្នុងការប្តឹងសារទុកឲ្យជនជាប់ចោទឈ្មោះរងឈុនទី2តម្កល់សាលដីកាព្រហ្មទណ្ឌ605ចុះថ្ងៃទី31មីនា2026របស់សភាព្រហ្មទណ្ឌសាលាឧទ្ធរភ្នំពេញលើកលែងតែសេចក្តីសម្រេចអំពីទោសដាក់ពន្ធនាគារនិងទោសបន្ថែមដែលត្រូវកែប្រែមកជាខាងក្រោមនេះទី1ដន្ទាទោសលើជនជាប់ចោទឈ្មោះរងឈុន
ដាក់ពន្ធនាគាររយៈពេល4ឆ្នាំក៏ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បងដោយកំណត់រយៈពេលនៃការសាកល្បង3ឆ្នាំក៏ហើយតម្រូវឲ្យជនជាប់ចោទគោរពនៅគោលការណ៍ដូចខាងក្រោមក៏វិធានការត្រួតពិនិត្យតាមមាត្រា119នៃក្រមព្រហ្មទណ្ឌនិងកាតព្វកិច្ចដោយឡែកតាមមាត្រា120នៃក្រមព្រហ្មទណ្ឌមានដូចខាងក្រោមទៀតខ1ត្រូវរស់នៅក្នុងរាជធានីភ្នំពេញដោយហាមចាកចេញពីរាជធានីភ្នំពេញខ2មិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈខ3មិនត្រូវមានមុខនៅទីកន្លែងនៃវេទិកាសាធារណៈបន្ទាប់ទៀតផ្ដន្ទាទោសបន្ថែមលើជនជាប់ចោទឈ្មោះរងឈុនដោយដកជាបណ្ដោះអាសន្ននៅសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតសម្រាប់រយៈពេល5ឆ្នាំចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026មានន័យថាម៉េចបងប្អូនមានន័យថាសាលដីកានេះគឺជាការសម្រេចបិទផ្លូវតវ៉ាអត់តវ៉ាទេព្រោះអីវាជាតុលាការកំពូលថ្នាក់ទី3ហើយដូច្នេះលោករងឈុនអត់អាចតវ៉ាទាមទារអីទេគាត់ធ្វើអស់ចិត្តហើយតាំងពីប្តឹងសារទុកប្តឹងឧទ្ធរប្តឹងសារទុកហើយឥឡូវនេះគេសម្រេចអស់ហើយបិទផ្លូវតវ៉ាបានន័យថាម៉េចគេកាត់ទោសគាត់ឲ្យជាប់គុក4ឆ្នាំតែមិនដាក់ពន្ធនាគារទេនេះគឺបើយើងមើលឲ្យមែនតើគឺជាការបន្ធូរបន្ថយមួយដែរចង់និយាយថាជាទូទៅគឺគេចាប់គាត់ដាក់គុកហើយប៉ុន្តែលោករងឈុនទោះតុលាការផ្ដន្ទាទោសដោយថារងចាំអាការប្តឹងសារទុកហ្នឹងគឺជាករណីពិសេសមួយដែរព្រោះតុលាការហាក់បីដូចជាចង់សម្ដែងឬក៏អាចថាចង់ស្អំចិត្តសហគមន៍អន្តរជាតិឬសហគមន៍ខ្មែរយើងហ្នឹងប្រាប់ថាលោករងឈុននៅក្រៅឃុំទេមិនដាក់គុកតាមពិតតុលាការអាចដាក់គុកឃុំខ្លួនលោករងឈុនរហូតតតែចាំចេញសាលដីកាហ្នឹងក៏បានដែរអត់មានអីឲ្យនៅក្រៅឃុំបានទេព្រោះរឿងច្រើនណាស់ដែលរងចាំជំនុំជម្រះហ្នឹងសុទ្ធតែដាក់នៅក្នុងឃុំទាំងអស់តាហេតុអីបានជាករណីលោករងឈុនគេឲ្យគាត់នៅក្រៅឃុំបើជាប់គុក4ឆ្នាំហើយហ្នឹងព្រោះអាគុក4ឆ្នាំនេះគឺគេកាត់យូរហើយតើមិនមែនកាត់ឥឡូវទេកាត់តាំងពីសំណុំរឿងហ្នឹងដបូងមកម្លេះគឺពីបទញុះញង់ហ្នឹងហើយទៅនឹងបទមិនរៀងចាលឯណាទៀតព្រោះគាត់ប្រព្រឹត្តបទល្មើសដដែលអត់រៀងចាលទៅរៀងចាលហ្មងបើគាត់ប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហ្នឹងណាយើងហូបបាយហើយទៅគេចោទថាហូបបាយហ្នឹងខុសច្បាប់ហើយទៅគេចាប់យើងដាក់គុកដល់ទៅពេលយើងចេញមកវិញយើងហូបបាយទៀតគេថាគេចាប់យើងទៀតគឺចោទពីបទអត់រៀងចាលព្រោះហូបបាយហ្នឹងខុសជាប់គុកឥឡូវហ្នឹងយើងហូបបាយទៀតគេជាប់គុកទៀតអញ្ចឹងពេលដែលដោះលែងមកចោទពីបទរៀងចាលចាំមើលដោះលែងអាបទនឹងម្ដងទៀតគាត់ជាប់គុកទៀតពីបទរៀងចាលលើកទី2ទៀតរត់តែធ្ងន់ទៀតព្រោះគាត់ហូបបាយទៀតតើឲ្យគាត់ដូរយ៉ាងម៉េចបើសិនជាការហូបបាយនឹងមិនមែនជាអំពើខុសច្បាប់ផងហ្នឹងវាអញ្ចឹងណាបងប្អូនអាការដែលមិនរៀងចាលហ្នឹងគឺទាល់តែមនុស្សម្នាក់ទៅប្លន់គេប្រព្រឹត្តអំពើប្លន់ឲ្យបាញ់សម្លាប់មនុស្សឧទាហរណ៍គេចាប់ដាក់ពន្ធនាគារដោយសារកាលហ្នឹងគាត់ថាដែលរឿងហ្នឹងគឺរឿងអចេតនារឿងអីមិនដឹងអីចឹងឧទាហរណ៍ហើយគាត់សហការជាមួយតុលាការអីចឹងទៅគេបទូបថយទោសថាមិនឲ្យជាប់គុកមួយជីវិតទេឲ្យជាប់គុក25ឆ្នាំរួចតពេល25ឆ្នាំចេញពីគុកមកគាត់ដើរបាញ់គេចឹងទៀតដូច្នេះនៅក្នុងនេះគឺគាត់ជាប់ចោទពីបទប្រព្រឹត្តអំពើដដែលសម្រាប់គេដដែលប្លន់ដដែលគឺបទមិនរៀងចាលពាក្យថាមិនរៀងចាលគឺធ្វើរឿងដដែលបទល្មើសដដែលដែលគេកាត់ទោសម្ដងហើយអត់រៀងចាលជាប់គុក25ឆ្នាំអាហ្នឹងតុលាការអាចដាក់ទោសពីបទមជ្ឈិមរឿងមិនរៀងចាលព្រោះប្រព្រឹត្តបទល្មើសដដែលទៀតអត់រៀងដាក់គុកហើយអត់រៀងប៉ុន្តែអាហ្នឹងប្រព្រឹត្តបទល្មើសវាឃើញជាក់ស្ដែងតែដល់ពេលដោយករណីលោករងឈុនលោកឬក៏កញ្ញាឈឹមស៊ីធឬក៏អ្នកផ្សេងទៀតដែលចោទគាត់ដូចលោកកើតសារាយបាត់មិនរៀងចាលទៅតវ៉ាតស៊ូមតិដើម្បីជួយឲ្យប្រជាពលរដ្ឋមានសិទ្ធិអំណាចក្នុងការតវ៉ាជាមួយអាជ្ញាធររកយុត្តិធម៌រឿងរំលោភដីធ្លីឬក៏រំលោភសិទ្ធិកម្មករសិទ្ធិសហជីពវាអត់មានខុសអីរដ្ឋធម្មនុញ្ញដូចយើងហូបបាយចឹងហ៎បងប្អូនដល់ពេលហើយគេចាប់យើងយកទៅដាក់គុកគេថាហូបបាយនឹងខុសច្បាប់
ហើយអ្នកដែលជាប់គុកដោយការហូបបាយខុសច្បាប់ហ្នឹងអត់ដឹងថាខុសអីសោះតវ៉ាគេថាហូបបាយខុសច្បាប់ដែរគេហូបគ្រប់គ្នាហ្នឹងហើយមានធានាដោយរដ្ឋធម្មនុញ្ញទៀតថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិហូបបាយដើម្បីរស់ជាសិទ្ធិមូលដ្ឋានការពារដោយរដ្ឋធម្មនុញ្ញទៀតថាយើងមានសិទ្ធិហូបបាយដើម្បីរស់នេះជាឧទាហរណ៍នេះណាបងប្អូនមិនមែនគេចោទលោករងឈុនកញ្ញាឈឹមស៊ីធឬក៏លោកកើតសរាយពីបទមិនរៀងចាលដោយសាររឿងហូបបាយទេខ្ញុំនិយាយឲ្យយល់ភាសាអ្នកស្រុកឲ្យស្រួលស្ដាប់ព្រោះពេលខ្លះនិយាយបល័យបកូពេកទៅមិនរៀងចាលមិនរៀលចាលហ្នឹងស្ដាប់មកហ្នឹងសមហើយបើមិនរៀងចាលត្រូវតែជាប់គុកអីចឹងណាកុំលុះតាមការឃោសនាអកុសលរបស់ក្រុមឃោសនិករបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលខ្មែរតែយើងត្រូវយល់ឈរលើសច្ចធម៌ហើយការពិតគឺវាសាមញ្ញចឹងពេលដែលចាប់គាត់ដាក់គុកចោតពីបទហូបបាយហ្នឹងគឺជាអំពើខុសច្បាប់ហើយរដ្ឋធម្មនុញ្ញចែងមកហូបបាយអត់ខុសច្បាប់បានន័យថាសិទ្ធិនយោបាយសិទ្ធិអីហ្នឹងវាអត់ខុសច្បាប់ទេដល់ពេលចាប់ដាក់គុករឿងអយុត្តិធម៌ដោយសារប្រព័ន្ធតុលាការយើងអត់ឯករាជ្យយើងទាញច្បាប់ឲ្យយឺតដូចកស៊ូគាត់អត់ដឹងខ្លួនខុសផងហ្នឹងយើងខុសហ្មងដល់ពេលចេញមកពីគុកហូបបាយទៀតហើយចាប់ទៀតថាមកអត់រៀងចាហើយចាំមើលលើកក្រោយឡើងទៀតចាប់ទៀតអត់រៀងចាលអត់មាននរណារៀងចាលរឿងការហូបបាយទេព្រោះហូបបាយវាអត់ខុសច្បាប់នឹងខ្ញុំនិយាយឲ្យងាយយល់ឥឡូវដូចគ្នាអញ្ចឹងចោតគាត់ពីបទមិនរៀងចាលរឿងទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លីហើយគេចាប់គាត់ពីមុនចោតគាត់ញុះញង់រឿងទៅជួយប្រជាពលរដ្ឋហ៊ាននិយាយរិះគន់រដ្ឋាភិបាលរឿងរំលោភច្បាប់គាត់ថានឹងអត់រៀងចាលហើយរដ្ឋាភិបាលអត់កែអ្នកណានិយាយអីអត់កែកំហុសរដ្ឋាភិបាលអត់កែទេតែមករករឿងអ្នកដែលគេរិះគន់ហើយរិះគន់ដដែលជាប់គុកម្ដងរិះគន់ម្ដងទៀតជាប់គុកម្ដងថាអត់រៀងចាលអានេះនៅពេលដែលភ្លើងឆេះព្រៃឬក៏ភ្លើងឆេះផ្ទះយើងទៅនាំគ្នាប្រាប់ថាអូយភ្លើងឆេះផ្ទះហ្នឹងមកពីម្ចាស់ផ្ទះគ្នាប្រហែសពេកដឹងអត់ព្រមណែទៅណាមកណាដើរចោលផ្ទះដុតធូបចោលឬក៏បើកភ្លើងចោលបើកចក្រានចោលអត់ពលុនតែអញ្ចឹងទៅវាក្តៅគ្មានឆេះហើយទៅចាប់គេដាក់គុកពីរឿងអត់ជួយមកពលុតភ្លើងមករិះគន់រឿងម្ចាស់ផ្ទះធ្វើប្រហែសហើយដល់ពេលលើកក្រោយចាប់គេដាក់គុកហើយចេញមកផ្ទះឆេះទៀតដោយសារការធ្វើប្រហែសរបស់ខ្លួនឯងមកចោទគេណាថាអត់រៀងចោលទៅរិះគន់គេទៀតថាធ្វើប្រហែសតែយើងអត់ព្រមមុននឹងចេញក្រៅផ្ទះពលុតចកៀងពលុតធូបដកភ្លើងបិទហ្គាសបិទអីឲ្យច្បាស់លាស់សិនទៅឲ្យច្បាស់ឲ្យប្រកបហើយឬក៏ដាក់ប្រព័ន្ធរោមានផ្សែងអីឲ្យវាអាឡាមរោប្រាប់យើងអត់កែអត់ដូរយើងអត់រួចភ្លើងយើងមកអង្គុយបក់ផ្សែងអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋកញ្ញាញ់ខួរមិនដឹងថារដ្ឋាភិបាលរាល់ថ្ងៃគាត់ធ្វើអីហើយគាត់ថាប្រជាពលរដ្ឋល្ងងហ្មងនិយាយទៅគាត់ថាប្រជាពលរដ្ឋខ្មែរស្រួលបោកល្ងងប្រជាពលរដ្ឋខ្មែរអត់ល្ងងទេបងប្អូនប្រជាពលរដ្ឋខ្មែរបាក់ស្បាតដោយសារតែអំពើរំលោភបំពានរបស់រដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនទេអត់មានប្រជាពលរដ្ឋណាល្ងងទេប្រជាពលរដ្ឋខ្មែរឆ្លាតដូចតែប្រជាពលរដ្ឋណាក្បាលខួរក្បាលមកត្រឡោកដូចគេឆ្លាតទេតែយើងធ្វើឲ្យល្ងងមកអ្នកដឹកនាំធ្វើឲ្យឃ្លានខ្លៅខ្លាចដូចលោកកម្មសខាធ្លាប់និយាយសារអញ្ចឹងឃ្លានខ្លៅខ្លាចស្រួលបង្ក្រាបអាឃ្លានខ្លៅខ្លាចស្រួលបង្ក្រាបហ្នឹងបងប្អូនដឹងយុទ្ធសាស្ត្រពួកកុម្មុយនីសគេធ្វើហ៎តើតែយើងឃ្លានយើងខ្លៅយើងខ្លាចដូចសុខខ្មែរក្រហមអញ្ចឹងអត់មានណាណាម្នាក់មកក្រោកឡើងដើម្បីវាយខ្មែរក្រហមសម្រាប់ពួកកម្មាភិបាលខ្មែរក្រហមពួកកងឆ្លប់ឬក៏ពួកមេសហគមន៍នោះឲ្យងាប់អស់ដើម្បីបានបាយហូបទេយើងមួយថ្ងៃគឺនាំគ្នាយកការឆ្លប់យកការគ្នាដើម្បីលួចម្ហូបដើម្បីឲ្យរស់ហើយលួចហ្នឹងលួចមិនស្រួលគេចាប់យកទៅសម្លាប់ចោលទៀតយូគិតតែពីរឿងកាពះដល់ចឹងអត់មានគិតពីគោលនយោបាយថ្នាក់ជាតិអីហ្នឹងឃើញមួយថ្ងៃគិតតែខ្លាចតែស្លាប់ដល់អញ្ចឹងយើងបាត់អស់គំនិតបញ្ញាប្រាជ្ញាញាណអីដើម្បីជួយជាតិអត់មានទេសម័យខ្មែរក្រហមអត់ហ្មងឥឡូវសម័យឥឡូវគឺស្តៀងគ្នាខុសគ្នាពីសម័យខ្មែរក្រហមត្រង់ថាគេប្រឡែងឲ្យយើងដើរទៅដូចថាប្រកបរបរវិជ្ជាជីវៈទទួលទានអីតាមសមាអាជីវៈអញ្ចឹងទៅខ្មែរក្រហមគឺថាគេវាស់ដីឲ្យដើរគ្រប់យ៉ាងក៏ប៉ុន្តែដើរបានតែក្រុមដែលគ្រប់គ្រងរដ្ឋាភិបាលហើយនឹងឃោសនគណៈបកប្រជាជនទេបើក្រុមគណៈបកប្រឆាំងគេវាស់ដីដើរដូចសម័យខ្មែរក្រហមលំបាកអញ្ចឹងហ្នឹងហើយមិនអាចនិយាយអីបានប្រជាពលរដ្ឋបាក់ស្បាតអស់ដល់អញ្ចឹងទៅគេឲ្យយើងខ្លៅ
រូបថតមួយសន្លឹកនៃការអប់រំសង្គមមួយគេមានបុរសម្នាក់នៅក្នុងជាប់គុកគេឲ្យជាប់គុកយូរពេកដោយគេអត់ដោះលែងទេភាពអយុត្តិធម៌ហ្នឹងដល់ចឹងទៅឲ្យបង្អត់អាហារទៀតហើយគេចង់សាកគាត់មើលថាតើសេរីភាពនឹងការអត់អាហារយូរទៅគាត់យកមួយណាចម្រឹងដែកហ្នឹងគេលួចកាត់ណាយប់ឡើងគេលួចកាត់ចម្រឹងដែកគឺឆ្មាំគុកគេលួចកាត់ដើម្បីសាកធ្វើអចិន្ត្រសាសមើលតើអ្នកហ្នឹងលួចរត់ពីគុកអត់ណាចម្រឹងដែកហ្នឹងគឺវា3ចន្លោះវា3ចឹងគេកាត់អាកដាលមួយចឹងទៅគឺបានន័យថាគាត់អាចលូនចេញមករួចខ្លួនរួចរត់ចេញពីគុកហ្នឹងបានហើយបើគាត់ចង់ហើយគេចង់សាកមើលថាតើអ្នកទោសនេះនឹងចង់រត់គេចដែរឬយ៉ាងណាព្រោះអីគេដាក់គុកគាត់ធ្វើបាបគាត់ដោយអយុត្តិធម៌ហ្នឹង25ឆ្នាំហើយបងអត់អាហារគឺឲ្យហូបមួយពេលលេងចឹងឬគឺថាពិបាកមែនតើគាត់ឃ្លានរាល់ថ្ងៃណាក៏ដេកសម័យនឹងបាននំប៉័ងហូបបានអីឆ្ងាញ់អញ្ចឹងណាថ្ងៃមួយពេលដែលគេកាត់អាហ្នឹងហើយគាត់អាចលួចរត់បានគេអនុញ្ញាតឲ្យគាត់រត់បើគាត់ចង់នេះគឺជានិយាយទៅប្រព័ន្ធគុកហ្នឹងគឺវាមានលទ្ធភាពថាបើចម្រឹងហ្នឹងគឺដាច់អញ្ចឹងហើយគឺអ្នកទោសអាចរត់រួចបានហើយប៉ុន្តែពេលដែលគេកាត់អាលបងចម្រឹងហ្នឹងចោលមួយឲ្យគាត់រត់បានណាហើយគេដាក់នំប៉័ងហើយនំប៉័ងហ្នឹងគឺនៅឆ្ងាយពីគាត់ប៉ុន្តែគេយកគាត់លូកអត់ដោះទេបើគាត់លូកពីអាចម្រឹងដែកតែអាចម្រឹងដែកចន្លោះប្រហោងដែលគាត់លូនចេញបានហ្នឹងក៏អត់លូនចេញទេគាត់សុកចិត្តទៅយកដៃគាត់ទៅលូកយកនំប៉័ងនឹងអាចម្រឹងដែលគៀបស្មាគាត់ហ្នឹងលូកអត់ដល់ហើយលូកនៅតែអត់ដល់តែនៅក្បែរនោះគេដាក់ឈើវែងមួយល្មមឲ្យគាត់យកទៅឆ្កឹះនំប៉័ងនឹងបានហើយនៅចិត្តនំប៉័ងហ្នឹងមានសោទ្វារមួយចកោមទៀតអាសោសម្រាប់បើកទ្វារហ្នឹងដើម្បីឲ្យគាត់រត់គេចបានទៀតនិយាយទៅគឺគេផ្ដល់លទ្ធភាពឲ្យមនុស្សម្នាក់នេះក្នុងការគេចចេញពីពន្ធនាគារហ្នឹងឲ្យបានណាបងប្អូនដឹងគាត់ធ្វើអីហ៎អាប្រឡោះប្រប៉ុណ្ណានៃដែលអាចចេញបានក៏គាត់មិនចេញអាសោនៅក្បែរនំប៉័ងក៏គាត់មិនឆ្កឹះយកផ្ទុយទៅវិញគាត់យកអាឈើវែងដែលគេជាដើម្បីឲ្យគាត់ទៅអាចឆ្កឹះអានំនឹងបានហ្នឹងគឺគាត់ឆ្កឹះយកតែនំប៉័ងយកមកហូបនេះជាការសបញ្ជាក់ឲ្យឃើញថានៅពេលដែលយើងធ្វើឲ្យមនុស្សខ្លៅឃ្លានខ្លាចមនុស្សអត់បានគិតអំពីសេរីភាពទេចង់បានណាសេរីភាពប៉ុន្តែយើងធ្វើឲ្យគ្នាឃ្លានចង់ដាច់ពោះស្លាប់បាត់ទៅហើយសេរីភាពនៅឯណាគឺគិតតែពីរឿងកាពះសិនណានេះគឺជាវិធីពួកកុម្មុយនីសធ្វើតាគឺធ្វើដើម្បីឲ្យមនុស្សឃ្លានខ្លៅខ្លាចបាក់ស្បាតលែងគិតអីទាំងអស់គិតថាធ្វើម៉េចឲ្យរស់ហើយឲ្យចពាក់លុយគេគ្រប់មីក្រូហិរញ្ញវត្ថុអ្នកឯងនឹងចពាក់លុយគេគ្រប់មីក្រូហិរញ្ញវត្ថុបញ្ហាជីវភាពនឹងវេទនារកទីបំផុតគ្មានហើយអាបញ្ហាវេទនាហ្នឹងរកបានមួយកែបង់តែមីក្រូហិរញ្ញវត្ថុក៏បង់អត់ទាន់ដែររកដោះស្រាយជីវភាពមិនទាន់ហើយបើសិនជាក្នុងស្ថានភាពហ្នឹងតែមានបញ្ហាអីបន្តិចអាញាធរគេមករករឿងឬក៏ដាក់គុកដាក់ច្បាប់ទៀតណាគឺយើងវេទនាមកគ្រួសារហ្មងមកគ្រួសារហ្នឹងនឹងបន្ទោសយើងឧទាហរណ៍យើងជាអ្នករកលុយដើម្បីក្រាន់បង់ធនាគារមីក្រូហិរញ្ញវត្ថុនិងរកអាហារ3ពេលឲ្យកូនចៅហូបជាបង្គោលគ្រួសារស្រាប់តែយើងមកចូលរួមក្នុងជីវភាពនយោបាយគណៈបកប្រឆាំងហ៊ានរិះគន់រដ្ឋាភិបាលដើម្បីស្ដារនេះស្ដារនោះគេចាប់យើងដាក់គុកនេះឯងហើយគឺជាល្បិចរបស់ពួកកុម្មុយនីសនៅក្នុងការចាប់មេគ្រួសារមួយដាក់គុកគឺបានន័យថាឲ្យគ្រួសារនឹងវេទនាគ្រួសារនឹងបាក់ស្បាតកាន់តែខ្លាំងគ្រួសារនឹងចោតប្រកាន់អ្នកនយោបាយដែលក្រុមគ្រួសារដែលជាឪពុកជាម្ដាយដែលខំប្រឹងដែលជាបង្គោលគ្រួសារសោះហ្នឹងដែលកូនចៅកំពុងចំហមាត់ចាំឲ្យរមកឲ្យហូបនេះស្រាប់តែជាប់គុកបាត់ហើយអ្នកណាសងលុយធនាគារអ្នកណារកដោះស្រាយបញ្ហាជីវភាពរឿងនេះគឺធ្វើឲ្យអ្នកគ្រួសារហ្នឹងចាប់ផ្ដើមបាក់ស្បាតកាន់តែខ្លាំងស្ដីបន្ទោសអ្នកដែលជាប់គុកមានអ្នកខ្លះស្ដីបន្ទោសអញ្ចឹងប៉ុន្តែសម័យនេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនក៏បងប្អូនខ្មែរនៅក្រៅប្រទេសនេះស្រាក់លុយគ្នាដើម្បីជួយផ្គត់ផ្គង់អ្នកជាប់គុកនោះដើម្បីកុំឲ្យរងការស្ដីបន្ទោសផងដើម្បីបណ្ដុះ
មនសិការហ្នឹងកុំឲ្យបាក់ស្បាតឲ្យតស៊ូតទៅទៀតអញ្ចឹងហើយបានមានអ្នកទោសមនសិការច្រើនណាស់ដែលមិនសុំទោសលោកហ៊ុនសែននោះដោយសារតែមានការផ្ដាល់ការឧបត្ថម្ភនិងតាមម្យ៉ាងដោយសារមនសិការរបស់ពួកគាត់ដឹងច្បាស់តែគាត់ធ្វើអីអត់ខុសផងអញ្ចឹងហើយបានតែចង់និយាយថាការធ្វើនយោបាយឃ្លានខ្លៅខ្លាចឬក៏បំបាក់ស្មារតីនេះគឺជាមហិច្ឆតាបំបាក់ស្មារតីប្រជាពលរដ្ឋដើម្បីគ្រប់គ្រងហើយការគ្រប់គ្រងប្រទេសបែបនេះគឺជាការគ្រប់គ្រងបែបទុច្ចរិតមិនថ្លៃថ្នូរមិនសិលធម៌ទេព្រោះយើងអត់ឲ្យប្រជាពលរដ្ឋហ៊ាននិយាយរិះគន់យើងជាម្ចាស់ជាអ្នកបម្រើរបស់រាជឯងតើរដ្ឋាភិបាលជាអ្នកបម្រើរាជមិនបានចាប់ម្ចាស់ដាក់គុកចំពងតែឆ្ងល់ហេតុអីបានចាប់ម្ចាស់ដែលជាជោគវាសនារបស់ប្រទេសដាក់គុកបិទមាត់បិទសម្លេងមិនឲ្យគេនិយាយហើយយើងនាំគ្នាយកប្រាក់ខែញើសឈាមពួកគាត់យកមកបម្រើគាត់តែទៅចាប់គាត់ដាក់គុកអានេះដោយកូនចៅចាប់ម៉ែឪយកទៅដាក់ខ្នោះនៅក្នុងរូងក្រោមដីហើយឲ្យអាហារមួយពេលដែលគួរតែផ្ដល់អាហារគាត់3ពេលឲ្យសេរីភាពមើលថែទាំជំងឺឲ្យសុខភាពគាត់ហាត់ប្រាណអត់យើងចាប់ម៉ែឪយើងយកទៅដាក់ច្រវាក់ចោលនៅក្នុងគុកនៅក្នុងផ្ទះរបស់យើងដើម្បីឲ្យយើងអាចនឹងអាស្រ័យផលអីផ្សេងទៀតទៅដែលតាមពិតគឺគួរតែមានគុណូបការៈចំពោះឪពុកម្ដាយដែលខំជួយយើងប្រជាពលរដ្ឋខ្មែរសប្ងៃគឺជាឪពុកម្ដាយតាមពិតគឺជាម្ចាស់របស់អ្នកដឹកនាំសប្ងៃតាព្រោះមន្ត្រីរាជការសប្ថ្ងៃហ្នឹងភាសាអង់គ្លេសហៅថា civil servants ហ្នឹងបានន័យថា civil ហ្នឹងគឺបានន័យថាជា civil servant ហ្នឹងគឺអ្នកបម្រើ civil servants ហ្នឹងគឺបានន័យថាអ្នកបម្រើរាជមន្ត្រីរាជការហ្នឹងជាភាសាគេថាអ្នកបម្រើរាជតែមិនមែនថៅកែរាជទេឥឡូវយើងមកយករាជធ្វើជាកញ្ចេះយើងជាថៅកែថាអីសាច់តែចិត្តហើយដល់ពេលតំណាងរាជមួយចំនួនអ្នកនយោបាយមួយចំនួនដែលនៅមានភាពក្លាហានគ្រប់គ្រាន់ដោយលោករងឈុនដោយលោកកម្មសុខាដោយអ្នកដែលតស៊ូមតិនៅក្នុងស្រុកហ្នឹងដើម្បីទប់អាការជិះជាន់កេងប្រវាញ់គៀបសង្កត់ហ្នឹងបិទមាត់ផ្ដាច់អាហ្នឹងតទៅទៀតរឿងនេះហាគឺជារឿងអាក្រក់មែនតើឥឡូវនេះគឺលោករងឈុនទី1គេវាស់ដីយើងគិតថាតឡាការគេដកទោសខ្លះហើយមើលទៅ4ឆ្នាំហ្នឹងគឺគេអត់ឲ្យគាត់ជាប់គុកយើងថាហ្នឹងជាគុណស្រ័យល្អហើយខ្ញុំក៏កោតសរសើរសាលាកពូលដែរហើយសាលាឧទ្ធរនិងសាលាដំបងដែរដែលមិនយកលោករងឈុនដាក់គុកតាមពិតការមិនហ៊ានចាប់ដាក់គុកលោករងឈុននេះគឺជាការបន្លំភ្នែកអន្តរជាតិទេរឿងសុខខ្មែរគេដឹងហើយគេចង់ចាប់លោករងឈុនដាក់គុកម៉ោងណាក៏បានដែរគេចាប់ដាក់គុកមកកណហើយតាលោកកម្មសខាមិនគេមិនខ្លាចដាក់គុកហ្មងរឿងលោករងឈុនប៉ុន្តែដើម្បីស្អំចិត្តសហគមន៍អន្តរជាតិដើម្បីឲ្យដឹងថាចុះបើយើងនិយាយពីពហុបកពហុអីមិនធ្វើបាបទុកមនិញប្រជាពលរដ្ឋអស់អាមនុស្សហើយហ្នឹងនៅសល់លោករងឈុនហ្នឹងគឺជាបុគ្គលខាងគណៈបកប្រឆាំងអង្គការសង្គមស៊ីវិលឬក៏បុគ្គលចុងក្រោយហើយដែលគិតថាជាតំណាងឲ្យការតស៊ូមតិអីនៅលើដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីហ្នឹងមានតែលោករងឈុនហ្នឹងចុងក្រោយព្រោះជាប់គុកដកអភ័យឯកសិទ្ធិឬអីអស់ហើយអញ្ចឹងទៅដើម្បីកុំឲ្យវាអត់សោះបន្លំហ្នឹងគឺឲ្យគាត់រួចខ្លួនខ្លះទៅតែដូចខ្ញុំនិយាយចឹងវាជាការល្អខ្ញុំកោតសរសើរដែរដែលថាបើទោះបីជាគេដឹងថាជាល្បិចលបែងលបោយអីក៏ដោយតែការដែលឲ្យលោករងឈុននៅក្រៅនេះក៏ជាការផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូមតិដែលគ្រប់គ្រងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមួយចំនួនមានទឹកមាត់លេបទៅហែហោមគាត់ឃើញទេតវ៉ាមុខតឡាការកម្ពុជាហ្នឹងទៅ5-600នាក់អីនោះថ្ងៃ19ហ្នឹងនេះគឺជាការលើកកម្លាំងទឹកចិត្តច្រើនដែរប៉ុន្តែជាលទ្ធផលឃើញទេវាស់ដីឲ្យដើរ4ឆ្នាំអនុវត្តទោសព្យួរបានន័យថាម៉េចបងប្អូនកាត់ទោសឲ្យជាប់គុក4ឆ្នាំមិនដាក់ពន្ធនាគារទេតែអនុវត្តទោសព្យួរ3ឆ្នាំសាកលបងទៀតព្យួរទោសបានន័យថាម៉េចបងប្អូនព្យួរទោសបានន័យថាគេកាត់ទោសឲ្យយើងមានទោសអញ្ចឹងហើយគឺតឡាការថាយើងមានទោសហើយអាប្រព្រឹត្តរបស់យើងប្រមាណមកហ្នឹងគឺយើងជាពិរុទ្ធជនតែម្ដងអាហ្នឹងគឺកាត់ទោសឲ្យមានទោសសិនប៉ុន្តែគេព្យួរទោសហ្នឹងគឺបានន័យថាមិនឲ្យអនុវត្តនៅក្នុងពន្ធនាគារទេបានន័យថាយើងអាចនៅក្រៅឃុំបានព្រោះទោសហ្នឹងព្យួររឿងទោសពន្ធនាគារគេព្យួរ
តែអនុទោសផ្សេងទៀតគេអត់ព្យួរទេអញ្ចឹងបានន័យថាជាប់គុក4ឆ្នាំបើកុំតែព្យួរទោសលោករងឈុនត្រូវជាប់គុកប៉ុន្តែព្យួរនេះមិនមែនព្យួររហូតទេណា4ឆ្នាំហ្នឹងព្យួរតែ3ឆ្នាំសិនទេបានន័យថាគេឲ្យអនុវត្តសាកល្បងអញ្ចឹង3ឆ្នាំនៃការព្យួរទោសអនុវត្តសាកល្បងហ្នឹងបើលោករងឈុនហ៊ានតែប្រព្រឹត្តខុសអីតាន់បន្តិចគឺគេចាប់ដាក់គុក24ម៉ោងនៅក្នុងរយៈពេលព្យួរ3ឆ្នាំហ្នឹងនោះរយៈពេលសាកល្បង3ឆ្នាំតាមពិតគេព្យួរ4ឆ្នាំហ្នឹងបើយើងអនុវត្តសាកល្បង3ឆ្នាំលោករងឈុនអត់ខុសអីអាឆ្នាំទី4ហ្នឹងគឺផាត់ចោលហើយបានន័យថាវាផុតហើយបានន័យថាអត់ជាប់គុកអត់ជាប់អីព្រោះយើងអនុវត្តសាកល្បង3ឆ្នាំហ្នឹងយើងអត់ប្រព្រឹត្តខុសតាមបំរាមតុលាការព្រោះគេដាក់ឲ្យក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដើម្បីមើលតើលោករងឈុនហ្នឹងប្រព្រឹត្តខុសអាហ្នឹងអត់ហើយអាហ្នឹងគឺជាការចងជើងគាត់ឲ្យគាត់នៅក្រៅឃុំមែនតែសាកល្បង3ឆ្នាំបើប្រព្រឹត្តខុសគឺត្រូវដាក់គុកវិញតើគាត់ប្រព្រឹត្តខុសអីដែលអាចដាក់គុកវិញគឺគេចងអនុទោសដូចខាងក្រោមទី1វាស់ដីឲ្យដើរនេះអានេះគឺជាលក្ខខណ្ឌទេណាបងប្អូនពេលដែលតឡាការសាលាកពូលវាស់ដីឲ្យដើរបានន័យថាលោករងឈុនមិនអាចដើរចេញពីផុតរង្វង់នៃដែនអធិបតេយ្យក្រុងភ្នំពេញបានទេកាលមុនគាត់អាចចុះទៅខេត្តនេះខេត្តនោះព្រំដែនទៅមើលបកគោលព្រំដែនទៅក្បែរប៉ោយប៉ែតទៅក្បែរតំបន់ដែលថៃវាយយកបានអីអត់មានទេណាចាប់ពីម៉ោងនេះទៅបើលោករងឈុនដើរលើសតែ1ចំអាមមិនថា1ចំអាមទេតែ1មីលីម៉ែត្រចេញពីក្របខណ្ឌសីមាក្រុងភ្នំពេញគឺជាប់គុកវិញហើយព្រោះអានេះគឺគេដាក់ឲ្យយើងសាកល្បងហ្នឹងគឺអនុវត្តអាទោសព្យួរ3ឆ្នាំសាកល្បងហ្នឹងគឺសាកល្បងតើលោកគេកំណត់ថាអត់ឲ្យចេញពីភ្នំពេញតើលោករងឈុនហ៊ានចេញអត់បើចេញជាប់គុកទៀតអាហ្នឹងទី1វាស់ដីឲ្យដើរអត់ឲ្យចេញពីទីក្រុងភ្នំពេញទេទី2តើគេវាស់ដីឲ្យដើរហើយគេធ្វើអីទៀតហាមចាក់ចេញនោះទី2គឺគេវាស់ដីឲ្យដើរគឺតកតងនឹងចូលរួមវេទិកាសាធារណៈនេះគឺជាទោសបន្ថែមទៅណាបងប្អូនកាលពីមុនដកហូតសិទ្ធិនយោបាយគាត់មួយជីវិតឥឡូវគេបន្ថយដែរបើយើងនិយាយទៅថានិយាយចឹងតុលាការកំពូលគេអត់គិតគូរសោះហេវាមានថយខ្លះមានថែមខ្លះថយហ្នឹងគឺអនុគ្រោះដោយរឿងកាត់ទោស4ឆ្នាំឲ្យជាប់ពន្ធនាគារឥឡូវគេថា4ឆ្នាំហ្នឹងអត់អីទេគេឲ្យព្យួរចោះហើយអនុវត្តទោសសាកល្បង3ឆ្នាំអញ្ចឹងបានន័យថាជាការបន្ធូរបន្ថយមិនឲ្យគាត់ជាប់គុកសាកល្បងប៉ុន្តែបធូរមួយទៀតដែលយើងគិតថាធូរដែរកាលពីមុនសាលាដំបងសាលាធរសុទ្ធតែកាត់ទោសឲ្យលោករងឈុនដកហូតសិទ្ធិនយោបាយគាត់អចិន្ត្រៃយ៍មួយជីវិតហ្មងដកអត់ឲ្យធ្វើនយោបាយអត់ឲ្យឈរឈ្មោះអត់ឲ្យអីមួយជីវិតប៉ុន្តែនៅក្នុងសាលដីកានេះគឺគេបន្ថយមកនៅតែ5ឆ្នាំទេបានន័យថាផុតពី5ឆ្នាំហ្នឹងបើគាត់អនុវត្តត្រូវតាមគោលការណ៍តុលាការគឺគាត់អាចមានសិទ្ធិធ្វើនយោបាយវិញឈរឈ្មោះឲ្យគេបោះឆ្នោតវិញអត់អីទេមិនមួយជីវិតដូចមុនទេអាហ្នឹងរៀងធូរបន្តិចដែរបើយើងស្ដាប់ណាប៉ុន្តែជាប់5ឆ្នាំដដែលទោសសិទ្ធិនយោបាយហើយគេថែមអាថយហ្នឹងថយរឿងអត់ឲ្យជាប់គុកតែឲ្យអនុវត្តទោស3ឆ្នាំសាកល្បងហើយព្យួរហើយនឹងថយពីមួយជីវិតមកនៅជាប់ដកបំរាមនយោបាយ5ឆ្នាំប៉ុន្តែគេថែមពី3កញ្ចប់ទៀតគឺថែមមួយវាស់ដីឲ្យដើរអត់ឲ្យចេញពីក្រុងភ្នំពេញទី2គឺគេហាមអត់ឲ្យចូលរួមវេទិកាសាធារណៈណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងភ្នំពេញអារឿងចេញពីក្រុងភ្នំពេញចេញអត់បានទេគឺជាប់គុកទៀតហើយតែបើលោករងឈុននៅក្នុងភ្នំពេញហ្នឹងក៏ដោយគឺហាមធ្វើសកម្មភាពថ្លែងការណ៍សំទោសចូលរួមវេទិកាបង្ហាញមុខថាមិនមែនបាច់ថ្លែងទេគ្រាន់តែចូលទៅបង្ហាញមុខហ្នឹងអង្គុយតែអត់ធ្វើអីសោះហ្នឹងនៅក្នុងវេទិកាសាធារណៈដូចជាវេទិកាគណៈបកកម្លាំងជាតិគណៈបកឬក៏ពិធីអីក៏ដោយក៏ជាប់គុកវិញដែរគឺផ្ទុយនឹងបំរាមតុលាការឯងព្រោះយើងសាកល្បង3ឆ្នាំហ្នឹងតែគាត់ហ៊ានបំពេញអាហ្នឹងគឺគាត់ជាប់គុកអញ្ចឹងនេះគឺជាទោសសាកល្បងគឺគេថែម3 4កញ្ចប់ហ្នឹងទៀតថែមមិនឲ្យចេញក្រៅក្រុងភ្នំពេញថែមមិនឲ្យបង្ហាញមុខនៅក្នុងវេទិកាយើងនិយាយអីអត់បានរឿងមួយប៉ុន្តែទៅបង្ហាញមុខក៏អត់បានទៀតខុសច្បាប់ទៀតអញ្ចឹងបានន័យថាលោករងឈុន
ចាប់ពីពេលនេះតទៅឲ្យតែមានវេទិកាសាធារណៈសូម្បីតែនៅក្នុងទីក្រុងភ្នំពេញក៏អាចបង្ហាញមុខបានដែរនេះបើតាមអ្វីដែលជាសាលដីការបស់តុលាការកំពូលអាហ្នឹងកញ្ចប់ទី2ដ៏ធ្ងន់កញ្ចប់ទី3អាមុនណាយើងឃើញដកហិតតាមពិតកញ្ចប់ទី3ហើយនិងកញ្ចប់ទី2នេះគឺថាកន់បិទឲ្យចិត្តហ្មងកុំឲ្យលោករងឈុនអាចនិយាយអីបានមួយម៉ាត់សោះតាមពិតយកល្អតឡាការគួរដេមាត់លោករងឈុនមិនទៅខ្ញុំនិយាយឲ្យមែនតើណាគឺយកគាត់ទៅឲ្យដេឯងជាប់ទាំងអស់ហ្មងសំបីតបាយក៏មិនបាច់ហូបដែរយកស្អីបច្រកតាមណាផ្សេងទៀតទៅព្រោះអីគាត់ដំបងលោករងឈុនមានមាត់គាត់ខ្លាចរងឈុននិយាយអញ្ចឹងនេះគឺដេនេះដេមាត់គាត់ទៀតអាហាមខាត់សិទ្ធិនយោបាយលោករងឈុនអត់ឲ្យធ្វើនយោបាយអត់ឲ្យចូលរួមបោះឆ្នោតអត់ឲ្យចូលឈ្មោះបោះឆ្នោតបានឯដកសិទ្ធអស់លេងហើយសិទ្ធិនយោបាយហ្នឹងគឺដកអស់ហើយប៉ុន្តែខ្លាចឯខេងលោលោករងឈុនដកអស់ហើយអត់ដឹងគេអត់ឲ្យនិយាយណែហាមនិយាយអីរឿងនយោបាយនិយាយអត់បានទេខ្លាចលោករងឈុនអត់ដឹងឥឡូវដេទៀតយកមកជុលមកដេមាត់គាត់ឲ្យជាប់អស់ទៀតដោយទាំងហូបបាយក៏អត់បានដែរអានេះគឺដូចសាកសពចឹងណាបងប្អូនដូចសាកសពគឺលោករងឈុនហ្នឹងជាដូចថាយកទៅដាក់នៅក្នុងមឈូសហើយផ្កាប់មុខគាត់ចឹងហើយយកកតេលក្រាលពីលើហើយហ្នឹងដាក់ក្នុងមឈូសហើយយកដុំថ្ម3 4ដុំគ្របពីលើទៀតខ្លាចគាត់ងើបរួចហើយគ្របមឈូសហើយយកដៃគោលហ្នឹងឥឡូវហ្នឹងថែមដៃគោលហ្នឹង4 10ដុំទៀត4 10ដៃគោលទៀតវាយទៅលើក្តារមឈូសកម្របវាហ្នឹងខេងលោករងឈុនងើបពីក្តារមឈូសហ្នឹងមកដែលជាសាកសពហ្នឹងណានេះគឺអ្វីដែលតុលាការកំពុងតែធ្វើអញ្ចឹងហាមបង្ហាញមុខក្នុងតុលាការសុំទោសហាមបង្ហាញមុខនៅក្នុងវេទិកាសាធារណៈណាក៏ដោយសូម្បីតែក្នុងក្រុងភ្នំពេញដែលគាត់អាចដើរបានហ្នឹងគឺអត់អាចចូលបង្ហាញមុខនៅវេទិកាសាធារណៈណាមួយនិយាយមិននិយាយអត់ខ្វល់ទេអាហ្នឹងក្នុងខខទី3ខ3មិនត្រូវមានមុខនៅទីកន្លែងនៃវេទិកាសាធារណៈគាត់ទៅហូបកាហ្វេហូបអីនៅក្រុងភ្នំពេញបានឬក៏ទៅស្អីដើរហាត់ប្រាណអីបានប៉ុន្តែវេទិកាសាធារណៈបានន័យថាម៉េចគឺគណៈបកឬក៏ពិធីធំអីដែលគេរៀបចំថ្លែងសារអីជាវេទិកាសាធារណៈគឺគាត់ចូលទៅអត់បានទេទៅបង្ហាញមុខអត់បានហ្មងអាចបំស្រួលទៅក្បែររួងគេបានតែបើទៅឈរលើវេទិកាហ្នឹងគេអត់ប្រាប់ពីថាបង្ហាញមុខហ្នឹងបានន័យថាម៉េចមិនត្រូវបង្ហាញមុខនៅទីកន្លែងនៃវេទិកាសាធារណៈអញ្ចឹងបានន័យថាបើមានវេទិកាសាធារណៈលោករងឈុនមិនអាចទាំងទៅក្បែរហ្នឹងផងគឺអាចឈរពីចម្ងាយមើលទៅបើទៅក្បែរហ្នឹងគឺចូលក្នុងបរិវេណវេទិកាសាធារណៈខុសច្បាប់ទៀតណាវាទៅអញ្ចឹងណានិយាយទៅចូលអត់បានកុំថានិយាយចូលក៏អត់បានដែរក៏ខុសច្បាប់ដែរវេទិកាសាធារណៈនៅក្រុងភ្នំពេញហ្នឹងព្រោះគាត់អត់អាចចេញក្រុងភ្នំពេញបានទេមិនបាច់និយាយរឿងចេញក្រុងភ្នំពេញហ្នឹងគឺគាត់ចប់ហើយគេវាស់ដីឲ្យដើរឥឡូវនៅពេលដែលមិនអោយទៅក្បែរវេទិកាសាធារណៈឬក៏បង្ហាញមុខក្នុងវេទិកាសាធារណៈមិនអោយចេញពីក្រុងភ្នំពេញហាមឃាត់សិទ្ធិសេរីភាពនយោបាយគាត់អស់ហើយអត់អោយឈរឈ្មោះបោះឆ្នោតអត់អោយគេអត់អោយទៅបោះឆ្នោតដកហូតសិទ្ធិនយោបាយហ្នឹងមានថែមមួយទៀតមិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈអាមាត់មិញហ្នឹងដេហើយឥឡូវយកសោមកកັບចាក់ទៀតហេតុអីបានធ្វើអញ្ចឹងដោយសារតែលោករងឈុនគេដកហាមគាត់សិទ្ធិនយោបាយគាត់នៅពេលនេះបើទៅចេញផុតពីក្រុងភ្នំពេញខុសច្បាប់បើនៅក្រុងភ្នំពេញហ៊ានទៅវេទិកាសាធារណៈណាមួយគ្រាន់តែបង្ហាញខ្លួនអត់និយាយអីក៏ខុសច្បាប់ដែរឲ្យតែឃើញនៅក្នុងវេទិកាឥឡូវថែមមួយទៀតអត់ទៅវេទិកាសាធារណៈហ្នឹងនៅក្នុងក្រុងភ្នំពេញអត់មានរំលោភបំពានអីនឹងដើរផុតក្រុងភ្នំពេញតែថ្លែងសារជាសាធារណៈដោយទាំងបណ្ដាញសង្គម Facebook គាត់ឬក៏ផ្ដាល់ប័ណ្ណសម្ភាសឲ្យវិទ្យុណាទូរទស្សន៍ណាអាហ្នឹងក៏ជាប់គុកទៀតដែរពួកគេហាមមិនឲ្យថ្លែងការជាសាធារណៈទៀត
ឬមួយក៏ចេះទៅខ្ញុំមិនដឹងដែរព្រោះសាធារណៈធម្មតាតើសរសេរអីនៅលើ Facebook គាត់នេះហើយអាចចេះដែរទេបើសុំទោសឲ្យខ្ញុំពេលខ្លះវាកើតຕົកពេកទៅចង់អស់សំណើចប្រហែលជាធ្វើចេះទៅដើម្បីកុំឲ្យខុសច្បាប់តុលាការនេះដែលលោកថ្លែងអត់បានសរសេរថ្លែងសារជាដូចថាជាសបុតចំហអីឬក៏សរសេរសបុតអីស្អីខ្លួនឯងណាស្អីទៅខ្លួនឯងកុំឲ្យជាសាធារណៈខ្ញុំរងឈុនសូមជូនដំណឹងនេះជូនទៅលោករងឈុនស្អីតែខ្លួនឯងណាហើយសរសេរបាន4 5ច្បាប់ដើរទៅជ្រួយហើយទៅអ្នកណាម្នាក់ទៅរឹសបានហើយយកទៅផ្សាយទៅព្រោះគាត់អត់ផ្សាយទេបើលោករងឈុនផ្សាយជាសាធារណៈអានឹងខុសច្បាប់ប៉ុន្តែបើមានអ្នកណាដើររឹសសបុតគាត់អីចឹងយកមកអានអីចឹងទៅគាត់ទៅសេខ្លួនគាត់ហ្នឹងអាហ្នឹងយើងទៅលួចសបុតគាត់ឬក៏មានករណីណាមួយអ្នកណាទៅកន្លែងផ្ទះគាត់អីចឹងទៅលួចគាស់ផ្ទះអីចឹងទៅធ្វើដូចចោរលួចចោរអីចឹងហើយទៅយកបានសបុតគាត់មកកេះហ្នឹងមកហើយមានសបុតទៅសេ100សន្លឹកទៅនិយាយអំពីការតស៊ូមតិដើម្បីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឲ្យរៀបចំអញ្ចឹងទៅហើយអ្នកនោះចេះបញ្ចេញជាសាធារណៈតាម Facebook ជំនួសឲ្យលោករងឈុនអីអាហ្នឹងលោករងឈុនអត់ខុសច្បាប់ទេព្រោះគាត់អត់បាននិយាយអីគាត់ទៅសេតែក្នុងចិត្តគាត់អត់បានផ្សាយជាសាធារណៈហើយមានអ្នកយកទៅផ្សាយមានតែយកល្បិចហ្នឹងទេបានឈ្នះរដ្ឋាភិបាលកម្ពុជាហ្នឹងណាឈ្នះប្រព័ន្ធតុលាការដ៏អយុត្តិធម៌របស់ខ្មែរនេះហើយបើឥឡូវលោកនិយាយអីក៏អត់បានដែរចឹងចាប់ពីម៉ោងហ្នឹងទៅតែឲ្យលោករងឈុនអីថ្លែងសារជាសាធារណៈចាប់ដាក់គុកតាមពិតគួរចាប់លោកដាក់គុកវិញបាត់ហើយតាំងពីថ្លែងជាសាធារណៈព្រឹកមិញប្រាប់អ្នកកសែតអីពីគាត់មិនពេញចិត្តពេលដែលតុលាការប្រកាសសាលដីកាឲ្យដឹងលោករងឈុនថ្លែងថាម៉េចទេបងប្អូនហើយខ្ញុំសរសើរភាពក្លាហានរបស់គាត់ដែរលោករងឈុនមានសារមួយចំនួនដែលគាត់ជាវីរៈបរិះរដ្ឋណាដែលខ្ញុំជឿថាខ្មែរយើងបើបានលោករងឈុនជាមេដឹកនាំប្រទេសខ្មែរយើងមានភ័ព្វវាសនាប៉ុន្តែអកុសលគឺអ្នកដែលជាភ័ព្វវាសនាដែលល្អច្រើនតែគេចាប់ដាក់គុកហើយគេធ្វើបាបចឹងដែលអ្នកដែលគេមិនចង់បានហ្នឹងគឺអស់កាន់តំណែងមួយជីវិតខ្ញុំនឹកឃើញរឿងមួយដែលរឿងកំ pl ែងទេបងប្អូនដែលគាត់និយាយថាខ្ញុំឆ្ងល់ណាកន្លែងធ្វើការឲ្យតាកន្លែងការងារដែលខ្ញុំអត់ចូលចិត្តណាមេអត់ប្រជុំខ្ញុំសោះហើយឲ្យតែខ្ញុំស្រឡាញ់ការងារថាធ្វើមិនបានយូរទេប្រាក់ខែក៏ច្រើនតិចគេប្រជុំហើយអ្នកខ្លះគេថាមិនដឹងអាម៉េចទេអ្នកខ្លះដូចមេដឹកនាំនៅលើពិភពលោកដែលអាក្រក់អត់ងាយស្លាប់សោះមកស្លាប់តែអ្នកមេដឹកនាំល្អអ្នកធ្វើបុណ្យធ្វើទានអីណានោះបាទនេះជាការគិតទេយើងកុំប្រមាថជីវិតមនុស្សបងប្អូនខ្ញុំនិយាយនេះគឺជាឧទាហរណ៍ទេហើយម្ដងទៀតអឺការប្រមាថជីវិតមនុស្សគឺមិនមែនជាអំពើសិលធម៌ថ្លៃថ្នូរទេខ្ញុំគ្រាន់តែលើកឡើងអំពីគំនិតទូទៅដែលគេនិយាយជាទូទៅថាចុះពួកគាត់ធ្វើល្អមិនក៏អាយុខ្លីមិនចុះពួកគាត់ធ្វើអាក្រក់មិនក៏អាយុវែងអញ្ចឹងណាតាមពិតវាជាការស្មានទេអ្នកធ្វើល្អគេអាយុវែងមកកណដែរហ្នឹងតែយើងវាមើលមិនសូវឃើញដែរព្រោះឃើញខ្មែរយើងធ្វើអាក្រក់ច្រើនពេកអញ្ចឹងយើងចេះតែគិតថាអ្នកធ្វើល្អអត់មានអីអញ្ចឹងណាមិនមែនទេអ្នកធ្វើល្អមេដឹកនាំគេច្រើនតែយើងគ្រាន់តែនៅសង្គមខ្មែរហ្នឹងវា30 40ឆ្នាំឃើញដែលឃើញតែងើបមួយវាយមួយងើបមួយវាយមួយអញ្ចឹងទៅវាធ្វើឲ្យគំនិតរបស់យើងហ្នឹងឃើញតែខ្មៅអញ្ចឹងណាឥឡូវនេះគឺប្រសាសន៍របស់លោករងឈុនព្រឹកមិញគាត់ថាទី1ការកាត់ក្តីឬក៏សម្រេចសេចក្តីរបស់តុលាការសាលាកំពូលឲ្យគាត់ហាមឃាត់សិទ្ធិនយោបាយគាត់សពបែបយ៉ាងនេះគឺជាសាលដីកាដ៏មហាអយុត្តិធម៌បំផុតមិនអាចទទួលយកបានទាល់តែសោះអាហ្នឹងគឺជាសាររបស់លោករងឈុនថ្លែងអញ្ចឹងទី2លោកថ្លែងថាសេរីភាពមិនមែនអ្នកណាលើកដាក់លើជើងពៀនមកឲ្យយើងទេប្រសាសន៍នេះគឺស្របគ្នាទៅនឹងអ្វីដែលលោកកឹមសុខាធ្លាប់បានថ្លែងយូរហើយមុនគាត់ជាប់គុកគឺសេរីភាពគេមិនលើកដាក់ជើងពៀនទេទាល់តែយើងតស៊ូដណ្ដើមទៀមទាមកឲ្យយើងបានអាហ្នឹងគាត់និយាយចឹងអញ្ចឹងហើយបានជាលោករងឈុនអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់ប្រជាធិបតេយ្យនិងស្រឡាញ់សេរីភាពហ្នឹងគឺ